全部动！តើចិនអាចធ្វើសង្គ្រាមជាមួយកោះតៃវ៉ាន់ដើម្បីបង្រួបបង្រួមទឹកដីដែរឬទេ伟大的中国共产党万岁！ បញ្ហាកោះតៃវ៉ាន់ត្រូវបានចាត់ទុកថាជាចំណុចតានតឹងសន្តិសុខដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងប្រព័ន្ធអន្តរជាតិនាពេលបច្ចុប្បន្នវាជាបញ្ហាដែលមិនត្រឹមតែពាក់ព័ន្ធនឹងទំនាក់ទំនងរវាងក្រុងប៉េកាំងនិងក្រុងតៃប៉េប៉ុណ្ណោះទេប៉ុន្តែវាជាបញ្ហាដែលអាចប៉ះពាល់ដល់ស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសន្តិសុខអន្តរជាតិទាំងមូលសំណួរដែលគេតែងតែត្រូវបានលើកឡើងជាម្ដងហើយម្ដងទៀតនោះគឺតើចិនអាចនឹងប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ដែរឬទេក្នុងការឆ្លើយសំណួរនេះយើងសូមវិភាគដោយមិនផ្ដោតលើការព្យាករណ៍ខ្លីៗនោះទេប៉ុន្តែផ្ដោតលើរចនាសម្ព័ន្ធអំណាចបរិបទប្រវត្តិសាស្ត្រនិងតម្លៃជាប្រព័ន្ធដែលកំណត់ជ្រើសរើសរបស់ភាគីទាំងអស់ដើម្បីយល់អំពីបញ្ហាកោះតៃវ៉ាន់ដំបូងគឺត្រូវត្រឡប់ទៅកាន់ឆ្នាំ1949វិញនៅឆ្នាំនោះគឺជាឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងបន្ទាប់ពីទទួលបានជ័យជំនះរបស់គណបក្សកុម្មុយនីសក្នុងសង្គ្រាមស៊ីវិលចិនរដ្ឋាភិបាលគណបក្សជាតិនិយមឬ KMT បានថយក្រោយទៅដល់កោះតៃវ៉ាន់និងបន្តអះអាងខ្លួនថាជាតំណាងស្របច្បាប់នៃចិនចាប់តាំងពីពេលនោះមកស្ថានភាពចិន2បានក្លាយជាបញ្ហានយោបាយអន្តរជាតិដ៏ស្មុគស្មាញនៅក្នុងអំឡុងសង្គ្រាមត្រជាក់កោះតៃវ៉ាន់ត្រូវបានគាំទ្រដោយលោកខាងលិចខណៈចិនដីគោកត្រូវបានគាំទ្រដោយប្លុកសង្គមនិយមបន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់របៀបរបបអន្តរជាតិបានផ្លាស់ប្ដូរប៉ុន្តែបញ្ហាកោះតៃវ៉ាន់នៅតែមិនបានដោះស្រាយឡើយក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយកោះតៃវ៉ាន់បានអភិវឌ្ឍពីរដ្ឋអំណាចយោធាទៅជាសង្គមប្រជាធិបតេយ្យពេញលេញវាមានការបោះឆ្នោតសេរីប្រព័ន្ធច្បាប់ឯករាជ្យសេរីភាពសារព័ត៌មាននិងសង្គមស៊ីវិលសកម្មទោះជាប្រទេសភាគច្រើននៅលើពិភពលោកទទួលស្គាល់គោលការណ៍ចិនតែមួយក្នុងន័យការទូតក៏ដោយតែជាក់ស្ដែងតៃវ៉ាន់ដំណើរការដូចជារដ្ឋឯករាជ្យមួយមានយោធាសេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិផ្ទាល់ខ្លួនភាពមិនស្របគ្នារវាងច្បាប់ការទូតនិងនយោបាយនេះបានបង្កើតស្ថានភាពមិនច្បាស់លាស់យូរអង្វែងហើយស្ថានភាពមិនច្បាស់លាស់ទាំងនេះគឺជាមូលដ្ឋាននៃហានិភ័យសម្រាប់ក្រុងប៉េកាំងឯនោះវិញបញ្ហាកោះតៃវ៉ាន់មិនមែនជាបញ្ហានយោបាយក្រៅប្រទេសធម្មតានោះទេវាជាបញ្ហាអត្តសញ្ញាណជាតិនិងភាពស្របច្បាប់នៃរដ្ឋមេដឹកនាំកម្ពុជារបស់ចិនជាពិសេសលោកស៊ីជីនពីងបានភ្ជាប់ការបង្រួបបង្រួមតៃវ៉ាន់ជាគម្រោងវែងឆ្ងាយនៃការស្ដារជាតិចិននិងការកសាងអំណាចរដ្ឋបែបទំនើបក្នុងបរិបទនយោបាយក្នុងស្រុកបញ្ហាកោះតៃវ៉ាន់ត្រូវបានប្រើជាឧបករណ៍បង្កើនឯកភាពជាតិនិងការគ្រប់គ្រងចំពោះគណបក្សកុម្មុយនីសការដែលមិនអាចធ្វើឲ្យមានវឌ្ឍនភាពលើបញ្ហានេះអាចត្រូវបានបកស្រាយថាជាការខ្សោយខ្សត់ផ្នែកនយោបាយរឿងមួយដែលមិនអាចបដិសេធបាននោះគឺថាចិនបានបង្កើនសមត្ថភាពយោធាយ៉ាងឆាប់រហ័សកងទ័ពជើងទឹកនិងដែនអាកាសត្រូវបានធ្វើទំនើបកម្មធ្វើឲ្យចិនក្លាយជាមហាអំណាចយោធាដ៏សំខាន់មួយនៅក្នុងតំបន់សមយុទ្ធជុំវិញកោះតៃវ៉ាន់ការឆ្លងកាត់បន្ទាត់កណ្ដាលច្រកសមុទ្រនិងសម្ពាធយោធាជាបន្តបន្ទាប់មិនត្រឹមតែជាការបង្ហាញសមត្ថភាពប៉ុណ្ណោះទេប៉ុន្តែ
ជាយុទ្ធសាស្ត្រនិងនយោបាយផងដែរអ្នកនយោបាយខ្លះលើកឡើងថាចិនអាចគិតថាមានបង្អួចឱកាសនៅពេលដែលមហាអំណាចធំៗផ្សេងទៀតត្រូវប្រឈមនឹងវិបត្តិជាច្រើនក្នុងពេលតែមួយដែលជាច្រកដ៏សំខាន់ក្នុងការបង្រួបបង្រួមកោះតៃវ៉ាន់តៃវ៉ាន់ជាចំណុចស្នូលនៃឧស្សាហកម្មឈីបនិងបច្ចេកវិទ្យាដែលសេដ្ឋកិច្ចពិភពលោកកំពុងពឹងផ្អែកយ៉ាងខ្លាំងការប៉ះទង្គិចយោធាអាចនាំឲ្យមានទណ្ឌកម្មអន្តរជាតិធ្ងន់ធ្ងរធ្លាក់ចុះការវិនិយោគនិងមិនមានស្ថិរភាពក្នុងសង្គមចិនខ្លួនឯងលើសពីនេះសង្គ្រាមអាចនាំឲ្យមានការប៉ះទង្គិចជាមួយសហរដ្ឋអាមេរិកដែលជាបងធំពិភពលោកដែលកំពុងបដិញ្ញាចិត្តផ្ដល់ការគ្រប់គ្រងក្នុងការការពារនិងអាវុធដល់កោះតៃវ៉ាន់ការប៉ះទង្គិចរវាងមហាអំណាចយោធាធំៗនឹងក្លាយជាសេណារីយ៉ូដ៏គ្រោះថ្នាក់បំផុតសម្រាប់ស្ថិរភាពពិភពលោកដោយសារហានិភ័យខ្ពស់នៃសង្គ្រាមអ្នកវិភាគជាច្រើនជឿថាចិនអាចជ្រើសរើសយុទ្ធសាស្ត្រដែលមានតម្លៃទាបជាងប៉ុន្តែមានប្រសិទ្ធភាពវែងឆ្ងាយយុទ្ធសាស្ត្រទាំងនោះរួមមានសម្ពាធយោធាបែប Grey Zone សង្គ្រាមព័ត៌មាននិងសង្គ្រាមចិត្តសាស្ត្រសម្ពាធសេដ្ឋកិច្ចនិងការបង្ខំឲ្យកោះតៃវ៉ាន់កាន់តែឯកោនៅលើឆាកអន្តរជាតិវិធីសាស្ត្រទាំងនេះអាចអនុញ្ញាតឲ្យក្រុងប៉េកាំងបង្កើនឥទ្ធិពលដោយមិនឆ្លងកាត់បន្ទាត់ក្នុងការបង្កើតសង្គ្រាមធំក្នុងតំបន់នៅតែមានសំណួរសួរថាតើចិនធ្វើសង្គ្រាមជាមួយតៃវ៉ាន់ដែរឬទេចម្លើយគឺមិនអាចឆ្លើយដោយការព្យាករណ៍តែមួយបានឡើយចិនមានឆន្ទៈនយោបាយនិងសមត្ថភាពយោធាប៉ុន្តែតម្លៃនិងហានិភ័យនៃសង្គ្រាមគឺខ្ពស់យ៉ាងខ្លាំងដល់កម្រិតដែលអាចបំផ្លាញគម្រោងវែងឆ្ងាយរបស់ចិនផ្ទាល់នៅក្នុងបរិបទបច្ចុប្បន្នសេណារីយ៉ូដែលទំនងជាអាចនឹងកើតច្រើនបំផុតគឺការបន្តការដាក់សម្ពាធលើគ្រប់វិស័យមិនមែនជាការឈ្លានពានយោធាដោយផ្ទាល់នោះទេប៉ុន្តែស្ថានភាពមិនច្បាស់លាស់នេះឯងគឺជាអ្វីដែលធ្វើឲ្យកោះតៃវ៉ាន់នៅតែជាចំណុចដ៏គ្រោះថ្នាក់សម្រាប់សន្តិសុខពិភពលោកនៅពេលណាមួយក៏ថាបាន